លោកយ៉ែនសូយ៉ាចាងវ៉ាងគេហទំព័រ Hero Menu សមាជិកសមាជិកានិងសហការីទាំងអស់ចូលរួមបុណ្យផ្កានិងពិធីបុណ្យវិសាខបូជាអភិសេកផងដែររួមទាំងបច្ច័យកសាងវត្តប្រគេនដល់ព្រះសង្ឃនៅទីទួលវត្តចាស់ស្ថិតនៅភូមិណ្ឌងឃុំស្វាយអង្គស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែលមានព្រះសង្ឃនិងពុទ្ធបរិស័ទប្រជាពលរដ្ឋចូលរួម6ភូមិផងដែរនៅថ្ងៃសៅរ៍100ខែពិសាខឆ្នាំបមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី2ខែឧសភាឆ្នាំ2026លោកយ៉ែនសូយ៉ាចាងវ៉ាងគេហទំព័រ Hero Menu សមាជិកសមាជិកានិងសហការីទាំងអស់ចូលរួមបុណ្យផ្កាពិធីបុណ្យវិសាខបូជាអភិសេកព្រះផងដែររួមទាំងបច្ច័យកសាងវត្តប្រគេនដល់ព្រះសង្ឃនៅទីទួលវត្តចាស់ស្ថិតនៅភូមិណ្ឌងឃុំស្វាយអង្គស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែលមានព្រះសង្ឃនិងពុទ្ធបរិស័ទប្រជាពលរដ្ឋចូលរួម6ភូមិផងដែរក្នុងឱកាសនោះដែរមានពុទ្ធបរិស័ទចំណុះជើងវត្តទួលវត្តចាស់យ៉ាងច្រើនកកថ្លែងក្នុងឱកាសនោះលោកយ៉ែនសូយ៉ាចាងវ៉ាងគេហទំព័រ Hero Menu សមាជិកសមាជិកានិងសហការីទាំងអស់ឆ្លៀតផ្សព្វផ្សាយអំពីផ្លែផ្កានៃសន្តិភាពដែលកម្ពុជាកំពុងទទួលបានព្រមទាំងទូនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនាក្នុងការចូលរួមជួយថែរក្សានៅប្រពៃណីវប្បធម៌ជាតិនិងអប់រំបណ្ដុះបណ្ដាលធនធានមនុស្សសូមបញ្ជាក់ថាឈ្មោះថ្នាក់ដឹកនាំនិងសមាជិកសមាជិកាព្រមទាំងសហការីទាំងអស់នៃអង្គភាពគេហទំព័រ Hero Menu ទី1លោកយ៉ែនសូយ៉ានិងភរិយាដើមផ្កាមួយដើមថវិកាកសាងវត្ត130,000រៀលទី2អង្គភាព Hero Menu ខេត្តបាត់ដំបងដើមផ្កាមួយដើមទី3អង្គភាព Hero Menu ស្រុកភ្នំស្រួចដើមផ្កាមួយដើមទី4អង្គភាព Hero Menu ខេត្តពោធិ៍សាត់ដើមផ្កាមួយដើមទី5លោកអ៊ឺរាជនិងអ្នកម៉ែសកែវដើមផ្កាពីរដើមថវិកាកសាងវត្ត50,000រៀលទី6លោកកែវពិសិដ្ឋនិងភរិយា$50ទី7លោកជិនមនោថៃនិងភរិយា$50ទី8តាមីងនិងជីភា20,000រៀលទី9ភ្នំពេញ01និងភរិយា25,000រៀលទី10លោកឡាំអ៊ិតនិងភរិយា25,000រៀលទី11លោកស៊ុំសៀននិងភរិយា25,000រៀលទី12តំណាងឲ្យខេត្តពោធិ៍សាត់50,000រៀលទី13លោករៀមសេរីនិងភរិយា$15ទី14លោកងួនសច្ចានិងភរិយា$10ទី15លោកផាសុផលនិងភរិយា$10និងទី16លោកខឹមពន្លកនិងភរិយា$10ជាចុងក្រោយព្រះសង្ឃលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទជិតឆ្ងាយប្រារព្ធពិធីបុណ្យនៅវត្តចាស់ស្ថិតនៅក្នុងភូមិណ្ឌងឃុំស្វាយអង្គស្រុកស្វាយជ្រុំខេត្តស្វាយរៀងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកយ៉ែនសូយ៉ាចាងវ៉ាងគេហទំព័រ Hero Menu សមាជិកសមាជិកានិងសហការីទាំងអស់ដែលបានចូលរួមបុណ្យផ្កាក្នុងពិធីបុណ្យវិសាខបូជាអភិសេកព្រះអង្គផងដែររួមទាំងបច្ច័យកសាងវត្តប្រគេនដល់ព្រះសង្ឃសូមបួងសួងដល់វីរៈកងទ័ពជួរមុខទាំងអស់សូមឲ្យវត្ថុស័ក្តិសិទ្ធិដែលមាននៅលើលោកនេះជួយបីបាច់ថែរក្សាកុំឲ្យសត្រូវមកបៀតបៀនបាននិងទទួលបាននូវសុខភាពល្អបរិបូរណ៍ព្រមទាំងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ